បណ្ដាញសាច់រឿងភេទទី145ឃើញថាអ្នកទាំង3កំពុងតែព្យាយាមធ្វើដំណើរនៅក្នុងលំហមួយតែការធ្វើដំណើរនេះទីតាំងគឺពិតជាមិនងាយស្រួលនោះទេពិសេសគឺជាកញ្ញាមីនាងនិងកញ្ញាស៊ីលីងដោយសារតែកម្រិតវឹកហាត់របស់ពួកនាងទៀតអញ្ចឹងគឺពិតជាពិបាកខ្លាំងមែនតើលបឿនក៏មិនសូវលឿនឃើញអញ្ចឹងហានលីក៏បាននិយាយថាស្នាមប្រៃនេះគឺពិតជាមិនថិតថេរនោះទេវាអាចបាត់បង់ទៅពេលណាក៏បានដែរហើយគណៈដែលអ្នកទាំងពីរកំពុងតែធ្លាក់ទៅក្រោមវិញហានលីរបស់យើងក៏បានតែចាប់ជាប់និងព្រមទាំងបានគិតទៀតថាមើលទៅវាមិនចង់ឲ្យយើងទៅណាទេមែនក្រោយវាបានជួយអ្នកទាំងពីរហានលីក៏បានប្រាប់ថាឲ្យចាប់ឲ្យជាប់ហើយខ្លួនរបស់គេនឹងក៏បានបន្ថែមលបឿនចាក់ចេញពីទីនេះបានកាត់ចូលមកកាន់កន្លែងនេះវិញឃើញថាយន់យ៉ាងនិងបងស្រីរបស់នាងកំពុងតែធ្វើសមាធិហើយថកសុកយន់យ៉ាងស្រាប់តែមានប្រតិកម្មអ្វីមួយកាត់ឡើងឃើញយន់យ៉ាងដូចជាមិនស្រួលអញ្ចឹងយន់លីក៏បានសួរថាតើឯងកាត់អីហើយមិនអីទេឬហើយយន់យ៉ាងក៏បានតទៅវិញថាវាជាមួយនេះគឺពិតជាខ្លាំងណាស់ស្នូលមីរបស់ខ្ញុំនឹងត្រូវបានបែកខ្ទេចអស់ហើយការស្ដារមកវិញគឺពិតជាមិនងាយស្រួលនោះទេបន្ទាប់ពីការខំប្រឹងប្រែងយ៉ាងច្រើនខ្ញុំគ្រាន់តែចង់ឲ្យបងស្រីរស់ប៉ុណ្ណោះប៉ុន្តែជាអកុសលបែរជាជួបប្រទះជាមួយនឹងអាប់ខ្មោចទៅវិញដែលវាបណ្ដាលឲ្យដំណើរការនៃក្បួននេះគឺបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយព្រលឹងរបស់បងស្រីគឺបានរឹងមាំជាងមុនហើយប៉ុន្តែគ្មានសង្ឃឹមក្នុងការស្ដាររូបរាងកាយនោះឡើយហើយយន់យ៉ាងក៏ពិតជាមានការបន្ទោខ្លួនឯងខ្លាំងមែនតើថាខ្លួនឯងពិតជាមិនបានការនោះទេឃើញបងស្រីកំពុងតែបន្ទោខ្លួនឯងអញ្ចឹងយន់លីក៏បានប្រាប់ថាកុំបន្ទោខ្លួនឯងអីគ្រប់យ៉ាងដោយសារតែបងប៉ុណ្ណោះដែលចាញ់បោកអាបរោះម្នាក់ហ្នឹងតាមចត់យន់យ៉ាងក៏បានតទៅវិញថាតែឋានសួគ៌គឺមិនបានបោះបង់យើងនោះទេព្រោះថានៅទីនេះគឺសម្បូរទៅដោយថាមពលអាក្រក់វាល្អខ្លាំងមែនតើក្នុងការប្រើប្រាស់ថាមពលយិននិងយ៉ាងដើម្បីផ្លាស់ប្ដូររូបថាមិនត្រូវមើលមិនឃើញថាមពលរបស់យើងក៏អាចកើនឡើងមកវិញផងដែរតែយន់លីក៏បានតទៅវិញថាវាមិនអាចទៅរួចនោះទេបើទោះបីជាស្នៀតមួយនេះវាខ្លាំងក្លាក៏ដោយប៉ុន្តែវាមិនមែនជាស្នៀតត្រឹមត្រូវនោះទេតែបងឯងដឹងអត់តើមូលហេតុអីបានជាបាក់ឈិនយ៉ាងលាក់វាពីព្រោះថាបន្ទាប់ពីប្រើប្រាស់វាហើយអ្នកវឹកហាត់នឹងជាប់នៅក្នុងទម្រង់អ្នកវឹកហាត់ប្រលឹងជារៀងរហូតមិនអាចចាប់កំណើតនិងមិនអាចចាប់ជាតិបាននោះឡើយបើទោះបីជាបានដឹងអញ្ចឹងក៏ដោយយន់យ៉ាងក៏បានតទៅវិញថាខ្ញុំគឺបានព្យាយាមច្រើនណាស់ដើម្បីជួយបងស្រីដែលខាតគឺខ្ញុំមិនអាចបោះបង់បងស្រីចោលឡើយលើការខិតខំប្រែរបស់កញ្ញាយន់យ៉ាវកញ្ញាយន់លីក៏បានតទៅវិញថាបើសិនជាបងមិនជឿជាក់លើខ្លួនឯងទេតើឲ្យបងពឹងផ្អែកទៅលើវាសនាដូចម្ដេចអូនស្រីគឺនិយាយត្រូវចាប់ពីពេលនេះតទៅបងនៅក្បែរឯងមិនថាមានទឹកមានព្យុះភ្លៀងយ៉ាងម៉េចក៏ដោយបន្ទាប់ពីសំណេះសំណាលគ្នាចប់អ្នកទាំងពីរក៏បានទៅប្រើវិជារស់ឡើងវិញជាបន្តហើយយន់យ៉ានាងក៏បានរំលឹកពីគុណបុណ្យរបស់ហានលីផងដែរថាបើទោះបីជាមិនបានជួបនៅថ្ងៃនោះទេសង្ឃឹមថាអាចជួបនៅថ្ងៃក្រោយងាកមកមើលហានលីរបស់យើងវិញកំពុងតែព្យាយាមធ្វើដំណើរកិច្ចចេញពីអាប់ខ្មោចហើយយើងឃើញថាពិតជាមិនងាយស្រួលប្រហែលនោះទេប៉ុន្តែយ៉ាងណាចុងក្រោយហានលីរបស់យើងក៏នៅតែអាចចេញមកបានចាក់ចេញមកដល់ខាងក្រៅឃើញថាបរិសុទ្ធស្មោះរបស់យើងនឹងគឺអោបសងខាងតែម្ដងតែត្រីស្អាតឃើញហានលីអោបខ្លួនទាំងសងខាងអញ្ចឹងស៊ីលីងនិងមីនឹងក៏ពិតជាមានការអៀនខ្មាស់ខ្លាំងមែនតើហើយហានលីក៏បាននិយាយប្រឡប់ថាល្អអញ្ចឹងតំណាងឲ្យតែពួកយើងអាចចាក់ចេញពីទីកន្លែងមួយនេះបានខ្ញុំសង្ឃឹមថាអាប់ខ្មោចនឹងគឺមិនរៀលដាល់មកដល់ទីនេះទៀតនោះទេបន្ទាប់ពីហានលីនិយាយចប់ស៊ីលីងក៏បានបន្តម្ដងថាលបងហានណាវិជាហោះហើររបស់លបងឯងក៏ពិតជាខ្លាំងមែនតើនៅមុននេះខ្ញុំស្ទើរតែដកដង្ហើមមិនរួចទីឯមីនេះក៏បានបន្ថែមលបោយទៀតថាកញ្ញាស៊ីលីងក៏ពិតជានិយាយត្រូវហើយបានអរគុណទៅកាន់ហានលីបន្ទាប់ពីនិយាយគ្នាចាំពួកគេក៏បានពិនិត្យមើលមជ្ឈដ្ឋានជុំវិញខ្លួនហើយមានការឆ្ងល់ខ្លាំងមែនតើថាកន្លែងនេះគឺជាកន្លែងអ្វីក្រោយពីហានលីបានគិតអស់មួយរយៈគេក៏បាននិយាយទៅកាន់កញ្ញាទាំងពីរថាយើងអាចធ្វើដំណើរទៅទិសខាងត្បូងមួយរយៈសិនមើលបន្ទាប់ពីរកឃើញដីគោហើយចាំធ្វើការវិនិច្ឆ័យបន្ថែមនិយាយចោលពួកគេក៏បានចាក់ចេញទៅបាត់ប៉ុន្តែកញ្ញាមីនេះនៅតែលើកសរសើរអំពីល្បឿនរបស់អ្នកវឹកហាត់កម្រិតទី3ថាពិតជាលឿនខ្លាំងមែនតើកាត់ពេលវេលាមកដល់ពេលយកវិញអ្នកទាំង3ក៏បានឈប់សម្រាកហើយហានលីកំពុងតែស្ទួយត្រីឲ្យអ្នកទាំងពីរញ៉ាំនិងគេនៅតែបន្តគិតទៀតថាអារម្មណ៍មួយនេះក៏ពិតជាចម្លែកខ្លាំងណាស់ខ្ញុំគឺខានជួបវាអស់រយៈពេលជាយូរណាស់មកហើយហើយពេលមួយគ្នាអស់ពេលមួយយប់សាច់រឿងរបស់យើងក៏បានកាត់ពេលវេលាមកកាន់3ខែក្រោយឃើញថាអ្នកទាំង3ក៏បានធ្វើដំណើរមកដល់ទីកន្លែងនេះមកដល់ភ្លាមកញ្ញាមីនេះក៏បាននិយាយថាអ្នកទាំងពីរមើលទៅកោះពិតជាធំខ្លាំងមែនតើតែនាងក៏បានឆ្ងល់ផងដែរថាមហាសមុទ្រផ្កាយទីជ្រៅក៏មានកោះធំបាននេះដែរមែនលឺនាងនិយាយអញ្ចឹងហានលីក៏អស់សំណើចផងដែរប្រាប់ថាមិនមែនជាកោះនោះទេតែវាគឺជាដីគោកបន្ទាប់ពីអ្នកទាំង3ធ្វើដំណើរបន្តទៅកាន់ខាងមុខពួកគេក៏បានមកដល់កន្លែងមួយដែលពោពេញទៅដោយផ្ការីកហើយខ្ញុំជឿថាគ្នាយើងដែលមើលពីអេពីសូតទី1មកប្រកាសជាស្គាល់កន្លែងនេះថាគឺជាកន្លែងអ្វីគណៈដែលកំពុងតែគយគុំជាមួយនឹងសម្រាប់ផ្កាកញ្ញាស៊ីលីងក៏បានមកសួរថាលបងហានតែមានតម្រុយអីខ្លះនៅហើយហានលីក៏បាននិយាយតទៅវិញថាបើតាមការសន្និដ្ឋានរបស់ខ្ញុំគឺពិតជាត្រឹមត្រូវហើយសមុទ្រដែលយើងបានហោះឆ្លងការរំបាញ់មិញនឹងហៅថាសមុទ្រគ្មានទីបញ្ចប់លើអញ្ចឹងមិញនឹងក៏បានសួរទៅវិញថាអីគេសមុទ្រគ្មានទីបញ្ចប់ខ្ញុំតែបានលើឈ្មោះវាសងតែទីនេះគឺជាកន្លែងអ្វីទៅរីឯហានលីរបស់យើងក៏បានតទៅវិញទៀតថាសមុទ្រគ្មានព្រំដែនគឺដូចជាឈ្មោះរបស់វាគឺជាសមុទ្រដ៏ធំល្វឹងល្វើយវានេះគឺជាទ្វីបនៅខាងជើងបំផុតនៃទ្វីបឈៀនណានក្រោយពីនិយាយចប់ហានលីក៏បាននាំអ្នកទាំងពីរចាក់ចេញទៅសង្ឃឹមថានៅខាងមុខគឺនឹងមានទីក្រុងមួយហើយកំពុងតែធ្វើដំណើរហានលីរបស់យើងក៏បានគិតផងដែរថាទ្វីបឈៀនណានទីបំផុតគឺខ្ញុំបានត្រឡប់មកវិញហើយងាកមកមើលទីក្រុងមួយនេះវិញឃើញថាសម្បូរទៅដោយមនុស្សមានភាពអ៊ូអរខ្លាំងមែនតើហើយយើងក៏បានលើសម្ដីអ្នកលក់ប្រាប់ថាដើរកាត់ហើយកុំមើលរំលងអីគេដំណើររាប់រយ
ឆ្នាំមានមួយគ្មានពីរទេនៅលើលោកកំពុងទៅដើរសោភីនឹងហាលីក៏បានគិតថានៅទីកន្លែងនេះខ្ញុំបានឃ្លាតឆ្ងាយពីវាអស់រយៈពេលជិត200ឆ្នាំទៅហើយខ្លាចថាវាអាចផ្លាស់ប្ដូរអត់ទៅហើយក៏ថាបានដែរហើយគេក៏បាននឹកសម័យឃើញរឿងការពីអតីតកាលឃើញមិត្តភ័ក្តិឃើញក្រុមគ្រួសារអីអញ្ចឹងទៅសម័យចាប់ស៊ីលីងក៏បាននិយាយថាអញ្ចឹងទីនេះគឺជាទ្វីបមួយទៀតក្រៅពីសមុទ្រផ្កាយមែនអត់ហើយទោះបីតែភាសាហ្នឹងក៏ខុសគ្នាដែរហើយហានលីបើយើងក៏មិនបកកាយនោះដែរបានប្រាប់ទៅវិញថាទីនេះគឺជានគរស៊ីស្ថិតនៅភាគខាងជើងបំផុតនៃទ្វីបធីណានបើធ្វើដំណើរទៅភាគខាងត្បូងយើងប្រកាសជាជួបប្រទះជាមួយនឹងនគរជាច្រើនហើយទីបំផុតយើងប្រកាសជាជួបប្រទះនគរមួយឈ្មោះថានគរស៊ូហើយទីនោះគឺជាទីកន្លែងកំណើតរបស់ខ្ញុំស្ដាប់ចប់ស៊ីលីងក៏បានសួរទៅវិញថាអញ្ចឹងលបងហានឯងមិនមែនមកពីសមុទ្រផ្កាយនោះទេហើយហានលីក៏បានតបទៅវិញថាតាមពិតទៅខ្ញុំទៅដល់សមុទ្រផ្កាយហ្នឹងដោយចៃដន្យតែប៉ុណ្ណោះងាកមកមើលកញ្ញាមីនាងវិញនឹងលេងច្រាដូចជាកូនក្មេងអញ្ចឹងយកនំប៉ាឲ្យសេះស៊ីផងអីផងរីឯស៊ីលៀងវិញនៅតែបន្តស៊ូទៀតថាលបងហានឯងមកស្រុកវិញដោយគេទៅយូរនឹងជោគជ័យអញ្ចឹងប្រកាសជាត្រូវមានមនុស្សដែលជួបឲ្យត្រូវអត់លឿនអញ្ចឹងហានលីក៏បានស៊ូបកទៅវិញថាតែជោគជ័យស្អីទៅខ្ញុំចាក់ចេញពីស្រុកកំណើតហ្នឹងដោយសារតែស្ថានភាពបង្ខំតែប៉ុណ្ណោះឥឡូវនេះពេលវេលាគឺបានឆ្លងផុតជាច្រើនឆ្នាំទៅហើយអញ្ចឹងកុំនិយាយគឺវាល្អជាងស្ដាប់ចាប់នាងក៏បាននិយាយរឿងផ្សេងថានៅទីនេះគឺពិតជាអ៊ូអរខ្លាំងមែនតែនហើយយើងស្រីទាំងពីរនេះនឹងគឺមិនសូវស្គាល់កន្លែងនេះនោះទេដូច្នេះហើយសូមឲ្យលបងហានណែនាំឲ្យបានស្គាល់ផងហើយមីនេះនាងក៏យល់ស្របនឹងពេលសម្ដីរបស់ស៊ីលីងផងដែរឃើញថាអ្នកទាំងពីរចង់ស្គាល់អញ្ចឹងហានលីក៏បានតទៅវិញថាជ្រួចជាយើងបានមកដល់ទៅហើយអញ្ចឹងយើងគួរតែធ្វើអ្វីដែលយើងប្រាថ្នាចង់ធ្វើហ្មងទៅនិយាយចប់ហានលីក៏បាននាំអ្នកទាំងពីរចូលទៅក្នុងហូតែលមួយហើយក៏បាននិយាយបន្ថែមពាក្យសម្ដីខ្លះតែអត់សំខាន់ខ្ញុំខ្ជិលបកងាកមកមើលកន្លែងនេះវិញហានលីបើយើងមិននឹកស្មាននោះទេថាក្បែរទីក្រុងហ្វឹងរីនេះបែរជាមានផ្សារសម្រាប់អ្នកវឹកហាត់ទៀតមើលទៅវាពិតជាស្តៀងនឹងការប្រជុំថៃណានកាលពីមុនខ្លាំងណាស់គ្រាន់តែស្ថានភាពទ្វីបធីណានបច្ចុប្បន្នមានការផ្លាស់ប្ដូរតែប៉ុណ្ណោះដោយសារតែបកបិសាចទាំង6បកផ្លូវសុចរិតនិងបកឋានសួគ៌តំពន្ធនគរទាំង9នេះត្រូវបានគ្រប់គ្រងនិងបែងចែកជាកម្លាំងធំចំនួន4រីឯបកសុចរិតវិញតែងតែមានចំនួនជាមួយនឹងបកបិសាចទាំង6អត់ឈប់ឈរចំណែកឯនគរតូចៗផ្សេងទៀតត្រូវបានរួបរวมបញ្ចូលគ្នាបង្កើតបានជាបកផ្លូវឋានសួគ៌ដើម្បីរក្សាអំណាចភាគីទាំង3ត្រូវបានបង្កើតទៅជាអំណាចត្រីកោណនៅភាគខាងត្បូងនៃទ្វីបមានតំពន្ធនគរទាំង9ហើយប្រហែលឆ្នាំចុងក្រោយនេះគេតែងតែត្រូវបានស្លៀនពានទៅដោយកោសម្ព័ន្ធវាស្មើមូឡានបើទោះបីជាចិត្តមិនចង់ក៏ដោយសម្ព័ន្ធនគរទាំង9ត្រូវតែសុំជំនួយអំពីភាគីទាំង3ហើយដើម្បីតែផលប្រយោជន៍រួមពួកគេបានផ្លាស់ប្ដូរគ្នាក្នុងការផ្ដល់ជំនួយហើយក្រោមការរងសម្ពាធទាំងក្នុងនិងក្រៅវាបានប្រែក្លាយធ្វើឲ្យទ្វីបធានានឹងមានស្ថានភាពហាក់ផាយលើគ្នាក្រោយពីបានអានព័ត៌មានទាំងអស់ហ្នឹងហើយហានលីបើយើងក៏បានគិតអញ្ចឹងនគរស៊ូដែលយើងកំពុងតែនៅនឹងជាសមាជិករបស់សម្ព័ន្ធឋានសួគ៌ស្ថិតនៅភាគខាងជើងនៃទ្វីបអញ្ចឹងសង្គ្រាមគឺមិនទាន់រីករាលដាលមកដល់ទីកន្លែងនេះនោះទេមើលទៅគឺពិតជាសំណាងខ្លាំងមែនតើដើរចាក់ចេញពីទីកន្លែងនេះទៅកន្លែងមួយផ្សេងទៀតហានលីបើយើងក៏នៅតែបន្តគិតថ្មីនេះខ្ញុំពឹងផ្អែកទៅលើថ្នាំដើម្បីបង្កើតកម្រិតវឹកហាត់មើលទៅវាបានជួបប្រទះជាមួយនឹងបញ្ហាមួយចំនួនហើយដូច្នេះខ្ញុំត្រូវតែរកកន្លែងណាមួយដែលពោពេញទៅដោយថាមពលវិញ្ញាណដើម្បីទម្លុះដល់កម្រិតទី4កំពុងតែគិតសោកគ្រប់គ្នាក៏បាននិយាយថាមើលចុះបសុបិនទាំង3ហ្នឹងកំពុងតែជ្រើសរើសសិស្សទៀតហើយវាពិតជាគួរឲ្យសោកស្ដាយមែនតើសម្រាប់មនុស្សសាមញ្ញដូចជាពួកយើងមិននឹងអាចមានលទ្ធភាពចូលទៅហើយហានលីបើយើងនៅតែបន្តគិតទៀតថាមើលទៅបសុបិនពពកទាំង3នេះគឺពិតជាស្មោះត្រង់ខ្លាំងណាស់បើជ្រើសរើសសិស្សជាសាធារណៈនៅជិតទីក្រុងមនុស្សរមែងស្លាប់ដោយមិនលាក់បាំងអំពីអ្នកវឹកហាត់និងមនុស្សធម្មតាតទៅសោះនិងគេនៅតែបន្តគិតទៀតថាបសុបិនពពកនេះពោពេញទៅដោយថាមពលវិញ្ញាណជ្រើសរើសកន្លែងហ្នឹងក៏ពិតជាល្អដាបុរាណវិញជ្រើសរើសតែអ្នកវឹកហាត់ដាអមតៈតែប៉ុណ្ណោះបកគឺផ្ដោតទៅលើការចម្រាញ់វត្ថុបុរាណរីឯបពពកធ្លាក់វិញគឺប្រកែខាងចម្រាញ់ឆ្នាំអ្វីទាំងនេះគឺសុទ្ធតែស័ក្តិសមជាមួយនឹងខ្ញុំតែកំពុងតែគិតសោកហានលីបើយើងក៏បានចាប់អារម្មណ៍នឹងថាមពលចម្លាញ់អ្វីមួយងាកមកមើលហាងមួយកន្លែងនេះវិញយើងឃើញថាមានអន្តងោលមួយក៏បាននិយាយពិតមែនហើយបកចំនួន100របស់ខ្ញុំគឺល្បីល្បាញពីពេញទ្វីបធានានខាងចម្រាញ់វត្ថុបុរាណហើយនៅក្នុងបករបស់យើងគឺមានវិធីផ្សេងៗដែលមានលក្ខណៈខុសៗពីគ្នាបើសិនជាអ្នកទាំងពីរពិតជាចូលរួមមែនណាតើវាមិនមែនជារឿងដ៏អស្ចារ្យទេឬបន្ទាប់ពីឃើញថាអ្នកទាំងពីរបាននិយាយអីអញ្ចឹងអត្តងោលក៏បានសួរទៅវិញថាប្រហែលជាអ្នកទាំងពីរមានកង្វល់អីមែននិយាយទៅអត្តងោលអ្នកហ្នឹងវាសួររបៀបថាឆ្ងល់អញ្ចឹងហើយយើងដឹងស្រាប់ហើយថាអ្នកទាំងពីរហ្នឹងគឺស្ដាប់ភាសាវាបាននោះទេហើយបន្ទាប់ពីស្ដាប់អត់បានកញ្ញាមីនេះក៏បានសួរទៅកាន់ស៊ីលីងថាបងស្រីស៊ីលីងតែគេកំពុងសួរយើងពីអីរីឯស៊ីលីងក៏បានតបទៅវិញថាប្រហែលជាគេចង់ជ្រើសរើសយើងហើយនាងនៅតែបន្តសួរទៀតថាតើអញ្ចឹងយើងត្រូវធ្វើម៉េចតែស៊ីលីងបានត្រឹមតែប្រាប់ថារងចាំលបងហានសិនទៅកុំតន់អាចធ្វើអីបើសិនជាគេព្យាយាមបង្ខំយើងចាំយើងរកវិធីសាស្ត្រដើម្បីរត់ឃើញថាអ្នកទាំងពីរដូចជាមិននិយាយអីអញ្ចឹងអាតងោមួយនឹងក៏បានថាមិននិយាយទេហើយវាធ្វើវិការកោហើយសួរថាកោមែនហើយសុំណែនាំទៅបែតងោនឹងមានឈ្មោះថាហ្វូធានឈឹងស្ថិតនៅកម្រិតទី3ដំណាក់កាលចុងក្រោយឃើញថាអ្នកទាំងពីរអត់និយាយអីអញ្ចឹងគេក៏បានអង្គុយចុះចាក់ស្រាផឹកដើម្បីជាការគួរសមហើយគេនៅតែបន្តនិយាយទៀតថាខ្ញុំគឺពិតជាកោតសរសើរអ្នកខ្លាំងណាស់កញ្ញាកុំបារម្ភអីខ្ញុំជ្រើសរើសអ្នកទាំងពីរគឺដោយភាពស្មោះត្រង់បើទោះបីជាមុ
មាត់ថាស្មោះត្រង់ប៉ុន្តែដីខាងក្រោមកំពុងតែបញ្ចេញនៅថាអំពើចង់ធ្វើស្អីមួយព្រមទាំងបានបបោកញ្ញាទាំងពីរទៅនិយាយនៅបាក់គេឲ្យបានច្បាស់លាស់សិនតែគិតមិនដែរឯគណៈពេលដែលកំពុងតែនិយាយនឹងស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់បានបង្ហាញខ្លួនឃើញអញ្ចឹងគ្រប់គ្នាក៏ពិតជាមានការភ័យខ្លាចមែនទែនបានចាក់ចេញទៅអស់បន្ទាប់ពីបានមកដល់នារីអ្នកនឹងក៏បាននិយាយថាអីយ៉ាមេប៉ាក់ហ្វូពិតជាបរិសុទ្ធចំណាស់ដែលល្មមការពិតមែនហ៊ានបៀតបៀនស្រីនាទីកន្លែងមួយនេះលើសម្ដីតែឆ្លើយអញ្ចឹងអាប៉ែហ្វូក៏បាននិយាយថាអីយ៉ាកញ្ញាសុងយូក៏ពិតជាស័ក្តិសមជាទេពកោសលក្នុងរយៈពេលរាប់រយឆ្នាំនៃបពពតធ្លាក់ពិតមែនហើយបើយើងមើលទៅលើសម្រស់កញ្ញាសុងវិញក៏ពិតជាមិនអន់នោះទេខ្ញុំសរសើរខាង Billy Animation ឥឡូវគឺគេ update quality គឺកប់ខ្លាំងមែនតើហ្មងគណៈពេលដែលកំពុងតែនិយាយឌៀមដាមគ្នានេះយើងឃើញថាប៉ាន់ស្រាមួយនោះក៏បានហត់ទៅកាន់បរិសម្នាក់ខ្ញុំមិនដឹងថាហៅប៉ាន់យ៉ាងត្រូវអត់ទេហើយបរិសម្នាក់ហ្នឹងផងដែរមានឈ្មោះថាបៃហៅស៊ីគឺជាចាស់ទុំដាវបុរាណមានកម្រិតទី3ដំណាក់កាលចុងក្រោយបន្ទាប់ពីបានក្រេបសូរ៉ាហើយបៃហៅស៊ីគេក៏បាននិយាយថាកញ្ចាស់ហ្វូយើងបានឃើញផ្ទះរបស់ឯងនេះគឺវាឆេះអស់ហើយមើលទៅវាគួរឲ្យសោកស្ដាយខ្លាំងណាស់ក៏ប៉ុន្តែនារីអមតៈទាំងពីរហ្នឹងប្រហែលជាមិនចាប់អារម្មណ៍នឹងឆ្អឹងដល់កញ្ចាស់របស់ឯងនោះទេឬថាគេដៀលខ្លួនចឹងបង្ងល់របស់យើងក៏បាននិយាយថាអាតកូលបៃប៉ុន្តែអាតកូលបៃដកដាមកលែងហ៊ានមាត់ឡើយឃើញថាគេដកដាអញ្ចឹងអាប៉ែហ្វូក៏បាននិយាយទៅវិញថាកុំបកាយតែមាត់និយាយអីនៅប៉ាក់របស់យើងក៏មានសិទ្ធិតែមានទេពកោសលផងដែរឃើញថាគេអួនអញ្ចឹងអាប៉ែបៃក៏បាននិយាយថាពិតជាបរិសុទ្ធចាស់នៅ Leeway School មែនតែបានយុវជនមានទេពកោសលមកពីណាហើយអាតកូលបៃហ្នឹងក៏នៅតែបន្តនិយាយទៀតថាជ្រុលយើងបានមកជុំគ្នាអស់ទៅហើយតែយើងឆាប់ទៅធ្វើការទៅពីព្រោះតែខ្ញុំនេះគឺវិញ្ញាទៅហាត់ដាវវិញឲ្យបានឆាប់ឬអាតកូលប៉ានិយាយអញ្ចឹងអាប៉ែហ្វូក៏បានឆ្លើយទៅអូខេតែគេនៅតែទុកស្លាកសញ្ញាមួយឲ្យកញ្ញាទាំងពីរតែបានខ្ចោះជាមួយនឹងពាក្យសម្ដីថាមិត្តតាបើសិនជាអ្នកពិចារណាចូលប៉ារបស់ខ្ញុំប៉ារបស់ខ្ញុំគឺនឹងចាំអ្នកគ្រប់ពេលវេលាទាំងអស់ការមកដល់មកខាងនេះវិញអាប៉ែប៉ៃក៏បាននិយាយថាកញ្ចាស់ហ្វូអញគឺជាពាក់យើងម្ដងទៀតហើយបើសិនជាយើងមិនបានជួយអញតាន់ពេលវេលានោះទេប្រហែលជាអញបាត់បង់ជីវិតនៅទីកន្លែងនោះហើយឬគេនិយាយអញ្ចឹងអាប៉ែហ្វូក៏មានការភ្ញាក់ផ្អើលផងដែរហើយបន្តិចក្រោយមកកញ្ញាសុងយូក៏បានមកដល់ចុះមកដល់ភ្លាមនាងក៏បាននិយាយថាអំពើវិញ្ញាណរបស់នារីម្នាក់នោះក៏ពិតជាខ្លាំងក្លាណាស់ហើយលាក់ខ្លួនបានយ៉ាងល្អបើគ្មានវិជាសម្ងាត់រកឃើញពីចំហាយសម្លាប់របស់គេទេយើងក៏មិនអាចរកឃើញគេដែរមិនត្រឹមតែប៉ុណ្្នឹងទេកញ្ញាសុងយូក៏បានសន្និដ្ឋានទៀតថាកញ្ញាស៊ីលីននេះឯងគឺជាអ្នកវឹកហាត់កម្រិតទី4ឯណោះស្ដាប់លឺនាងនិយាយអញ្ចឹងហើយអាប៉ែហ្វូក៏បានតទៅវិញថាអីយ៉ាមើលទៅខ្ញុំពិតជាធ្វើប្រហែលខ្លាំងណាស់ខ្ញុំនេះគ្រាន់តែចង់សាកល្បងនារីទាំងពីរនាក់នោះប៉ុណ្ណោះដោយសារតែនៅនគរស៊ូបច្ចុប្បន្នគឺសម្បូរទៅដោយមនុស្សខាងក្រៅលើអញ្ចឹងអាប៉ែប៉ៃក៏បាននិយាយម្ដងបពុសម្ព័ន្ធទាំងអស់កំពុងតែធ្វើសកម្មភាពខាងសម្ព័ន្ធមូឡាននិងនគរទាំង9ក៏មិនមានស្ថិរភាពនោះដែរខ្ញុំធ្លាប់លើថានៅក្រៅពីកងពលទី3ក៏នៅតែមានកងពលទី2និងកងពលទី4កំពុងតែរៀបចំកងទ័ពបិសាចដើម្បីប្រយុទ្ធដូចគ្នាស្ដាប់ចប់បង្ងល់របស់យើងក៏បានតបខ្ញុំខ្លាចថាទ្វីបធីណានទាំងមូលគឺមិនមានក្តីសុខតទៅទៀតនោះទេហើយបន្ទាប់ពីនិយាយគ្នាចប់អ្នកទាំង3ក៏បានចាក់ចេញទៅបាត់សាច់រឿងរបស់យើងក៏មានតែប៉ុណ្្នឹងអញរងចាំពីទី146ទាំងអស់គ្នា